យប្រមានឆ្លៃតបធ្ងន់ធ្ងរប្រសិនបើកម្ពុជាប្រើ PHL03 កាសែត The Nation ចេញផ្សាយថ្ងៃទី28កុម្ភៈនេះអ្នកនាំពាក្យកងទ័ពថៃបានអះអាងថាមិនទាន់រកឃើញការដាច់ចលនានៃប្រព័ន្ធអាវុធ PHL03 របស់កម្ពុជាតាមព្រំដែននៅឡើយទេទោះបីជាយ៉ាងណាកងទ័ពថៃបានប្រមានថាប្រសិនបើមានការប្រើប្រាស់ PHL03 ប្រឆាំងនឹងថៃនោះថៃនឹងធ្វើការឆ្លើយតបយ៉ាងតឹងរ៉ឹងនិងភាពច្បាស់លាស់បំផុតអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូវរីបានធ្វើការបញ្ជាក់ថាក្នុងករណីទាហានថៃដែលជន់មានផ្ទុះកាលពីថ្ងៃទី27ខែកុម្ភៈនៅក្នុងខេត្តសុរិន្ទបណ្ដាលឲ្យរងរបួសកំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យហើយកងទ័ពរបស់ថៃក៏កំពុងធ្វើការស៊ើបអង្កេតវិតម្លៃថាអាចនឹងមានមីនផ្សេងទៀតនៅក្នុងតំបន់នេះទោះបីជាមានការបោះសម្អាតជាបន្តបន្ទាប់ក៏ដោយលោកវិនថៃស៊ូវរីបានធ្វើការនិយាយចោទប្រកាន់កម្ពុជាទាំងគ្មានមូលដ្ឋានថាការវាយតម្លៃដំបូងមានអាចត្រូវបានដាក់មុនពេលកងកម្លាំងកម្ពុជាដកថយពីតំបន់នោះដោយមានបំណងចង់បង្កគ្រោះថ្នាក់ដល់ទាហានថៃដោយបានធ្វើការអាងថាកងកម្លាំងកម្ពុជាបានចូលប្រើប្រាស់តំបន់នេះដោយសម្ងាត់អ្នកនាំពាក្យកងទ័ពថៃបានសង្កត់ធ្ងន់ថាទោះបីជាការបង្ហាញនៅក្តីព្រួយបារម្ភអំពីប្រភេទអាវុធ PHL03 ប៉ុន្តែលោកបានបញ្ជាក់អំពីព័ត៌មានក្នុងការដឹកជញ្ជូនអាវុធប្រភេទ PHL03 របស់កម្ពុជាមិនទាន់មានភស្តុតាងណាមួយក្នុងការបង្ហាញអំពីការចល័តអាវុធប្រភេទនេះនៅតាមព្រំដែនជាមួយប្រទេសថៃនៅឡើយទេអាវុធប្រភេទនេះមានរយៈចម្ងាយឆ្ងាយមិនសមស្របនឹងស្ថានភាពបច្ចុប្បន្នឡើយលោកបានធ្វើការប្រមានថាប្រសិនបើកម្ពុជាមានការប្រើប្រាស់នៅអាវុធប្រភេទនេះប្រឆាំងនឹងថៃវាអាចធ្វើឲ្យថៃមានមូលហេតុគ្រប់គ្រាន់ក្នុងការដែលឆ្លើយតបយ៉ាងតឹងរ៉ឹងប្រឆាំងនឹងគោលដៅសំខាន់ៗនៅក្នុងប្រទេសកម្ពុជាដែលអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរខ្លាំងបំផុតលោកវិនថៃស៊ូវរីបានបញ្ជាក់ថាកងទ័ពថៃទាំងផ្នែកជើងគោកនិងជើងអាកាសបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពរបស់ប្រទេសថៃ